សូមជូនរឿងជីវិតក្មេងខាត់ស្បែកជើងឆ្នាំនេះសុផលមានអាយុ14ឆ្នាំហើយជាក្មេងទុរគតរស់នៅតាមចិញ្ចើមថ្នល់ក្រោមដើមឈើពិសេសក្បែររបងវត្តបទុមវតីក្រុងភ្នំពេញជាមួយឪពុកជាជនពិការជើងទាំងសងខាងដែលបានរងគ្រោះកាលពីសម័យសង្គ្រាមគាត់អង្គុយលើរទេះរុញនិងម្ដាយព្រមទាំងកូនតូចៗពីរនាក់ទៀតគ្រួសារសុផលបានរត់សត្វទុរគតពីខេត្តព្រៃវែងដោយសារតែជីវភាពក្រីក្រហើយពុំមានដីស្រែចម្ការធ្វើពងពួកគាត់ក៏សម្រេចចិត្តឡើងមករស់នៅទីក្រុងភ្នំពេញដោយគ្មានមុខរបរដោយឪពុកពិការម្ដាយក៏ដើរសុំទានគេរីឯសុផលដើររើសអេតចាយតាមធុងសម្រាមនិងតាមទីសាធារណៈនានាក្រៅពីដើររើសអេតចាយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារសុផលត្រូវបានចែករំលែកចំណីអាហារខ្លះៗទៅឲ្យដូនចាស់ជរាម្នាក់ទៀតដែលគ្មានទីពឹងដើរសុំទានចិញ្ចឹមជីវិតជួនបានសម្រាប់តាមរបងវត្តចិត្តក្រុមគ្រួសារសុផលដែរដោយសារសុផលជាក្មេងឧស្សាហ៍ព្យាយាមចង់រៀនសូត្របន្តត្រូវបានព្រះសង្ឃមួយអង្គឲ្យសុផលចូលរៀននៅថ្នាក់ទី6នៅសាលាបឋមសិក្សាវត្តបទុមវតីដូច្នេះក្រៅពីការសិក្សាសុផលឆ្លៀតទៅរឿងអេតចាយរហូតដល់ពេលប្រលប់ក្រោយពីសុផលបានចូលរៀននៅសាលានោះហើយគេបានបដូរមុខរបរពីរឿងអេតចាយដែលសន្សំបានប្រាក់បន្តិចបន្តួចមកទិញសម្ភារៈជាអ្នកខាត់សារាស្បែកជើងវិញគឺផ្លាស់ប្ដូរតាមពេលរៀនសូត្របើរៀនល្ងាចសុផលដើរខាត់ស្បែកជើងនៅពេលព្រឹកបើរៀនពេលព្រឹកសុផលដើរខាត់ស្បែកជើងនៅពេលល្ងាចដល់យប់ថ្ងៃមួយពេលសុផលចេញពីសាលាគេបានឃើញនាវីដែលរៀនថ្នាក់ជាមួយកំពុងឈរយំដៃម្ខាងកាន់កង់ដែលខាងមុខវាចកំពិតសុផលឃើញដូច្នេះក៏សួរនាវីថានាវីមានរឿងអីនឹងខ្ញុំត្រូវម៉ូតូគៀតែសំណាងល្អខ្ញុំគ្មានរបួសធ្ងន់គ្រាន់តែរលាត់ដៃជើងបន្តិចបន្តួចប៉ុណ្ណោះឥឡូវនេះកង់ខ្ញុំជិះទៅមុខលេងរួចហើយឯពួកជិះម៉ូតូជ្រេនោះជិះរត់បាត់ទៅហើយផ្ដុំនេះមានស៊ីក្លូដឹកទេអីទេចាំខ្ញុំទៅរកថ្នាំក្រហមលាបរបួសឲ្យឯកង់ចាំខ្ញុំជួយអូសទៅឲ្យជាងធ្វើនៅផ្លូវកែងខាងមុខក្រោមដើមអំពិលព្រោះខ្ញុំស្គាល់នាវីក្រោយពីសុផលជួយហើយគេបានអរគុណរួចលាសុផលចេញដំណើរទៅផ្ទះក្នុងចិត្តគេគិតថាក្នុងថ្នាក់មានតែសុផលទេជាសិស្សកែប៉ុន្តែមួយរយៈកន្លងមកនេះពុំមានសិស្សស្រីប្រុសណារាប់អានគេសោះព្រោះគេឃើញសុផលពុំមានសម្លៀកបំពាក់ល្អពុំមានប្រាក់ទិញនំចំណីឆ្ងាញ់ហើយគេជាក្មេងរស់តាមចិញ្ចើមថ្នល់ឪពុកម្ដាយជាអ្នកសំទានគេជាក្មេងដើររើសអេតចាយមាននរណាម្នាក់រាប់អានគេឡើយមានតែគ្រូនិងចាស់ទុំខ្លះព្រមទាំងព្រះសង្ឃមួយអង្គប៉ុណ្ណោះដែលអាណិតសុផលសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏ពុំដែលនិយាយជាមួយគេដែរពេលមានអាសន្នមានតែសុផលប៉ុណ្ណោះដែលជួយយកអាសាគិតដល់ត្រង់នេះនាវីសែនអាណិតសុផលណាស់ថ្ងៃនេះសុផលខាត់សារាស្បែកជើងបានលុយច្រើនជាងថ្ងៃធម្មតាព្រោះប៉ះភ្ញៀវចិត្តល្អឲ្យលុយក្រៅថែមទៀតសុផលកំពុងតែសប្បាយចិត្តញញឹមស្រាប់តែជួបនឹងក្មេងពីលហិតកាយ4-10នាក់គុំរៀបថាណែអានេះគប់សិនពួកបងមានការអីពួកអញឆែកមើលបន្តិចមើល
ថ្ងៃនេះវាយសារ៉ាស្បែកជើងបានលុយប៉ុន្មានឲ្យយើងមកវើយបើមិនអីចឹងទេអញវាយឯងទាល់ទៅងាប់ខ្ញុំអត់មានលុយច្រើនទេបងជួនបាន4000ជួនបាន5000ពេលខ្លះអត់បានសោះក៏មានដែរសុផលនិយាយមិនទាន់ចប់ពងស្រាប់តែអាម្នាក់ស្ទុះមកឆៃថងសារ៉ាហើយលោកដៃយកលុយចេញមកបង្ហាញអាម្នាក់ធំជាងគេប្រាប់ថាលុយច្រើនតើបងជិត10000រៀលឯណោះសុផលឃើញពួកគេពួតយកលុយអស់ពីខ្លួនក៏ស្ទុះទៅអោបជើងអាម្នាក់ជាបងធំអំពោថាសូមបងទុកលុយខ្លះៗឲ្យខ្ញុំផងព្រោះខ្ញុំត្រូវទិញបាយឲ្យឪពុកម្ដាយនិងប្អូនៗនិងយាយចាស់ម្នាក់ទៀតបើបងយកទៅទាំងអស់ពួកគេពិតជាដាច់បាយហើយបងដោយសុផលអង្គរពងយំពងអាបងធំផាត់កាវយល់ព្រមឲ្យលុយទៅសុផលវិញគេដកយកតែ3000រៀលប៉ុណ្ណោះតែគេគម្រាមថាពីថ្ងៃនេះតទៅឯងត្រូវបង់លុយឲ្យពួកយើងខ្លះទើបដើរផ្លូវនេះបានសុខពួកយើងក៏ចង់រស់ដូចឯងដែរហើយយើងត្រូវការទិញថ្នាំទិញកាវមកហិតព្រោះឥឡូវនេះពិបាកលួចឆក់កបោកនិងខ្វេះកញ្ចក់ឡានគេណាស់មិនចាំបាច់ឲ្យយើងមកឆែកវាឯងរាល់ថ្ងៃនោះទេសុផលឮហើយក៏មួកក្បាលយល់ព្រមមានថ្ងៃមួយសុផលទៅខាត់សារ៉ាស្បែកជើងនៅភោជនីយដ្ឋានធំមួយគេបានជួបបុរសវ័យចំណាស់ម្នាក់ជាអតិថិជនមកពីសហរដ្ឋអាមេរិកឲ្យសុផលខាត់ស្បែកជើងពេលខាត់រួចសុផលក៏ប្រាប់លោកពូនេះស្បែកជើងលោកពូខ្ញុំខាត់រួចហើយអរគុណថ្លៃប្រមាណណាអូន1000រៀលបានដោយសារពុំមានលុយរីក្នុងហោប៉ៅបុរសលោកដៃទាញកាបូបចេញពីក្នុងហោប៉ៅក្រោយហុចលុយឲ្យសុផល$1រួចពោលថាហកណែអូនមិនបាច់អាប់ទេពូប្រញាប់ណាស់បុរសលើកឈរបណ្ដើរជជែកគ្នាបណ្ដើរហាក់ដូចជាមានកិច្ចការសំខាន់និងប្រញាប់ពេកក៏សោកកាបូបលុយខុសហោប៉ៅធ្លាក់ទៅលើកៅអីដោយមិនដឹងខ្លួនរួចក៏ដើរចេញសម្ដៅទៅរថយន្តសុផលក្រឡេកឃើញកាបូបលុយក៏រឹកមុខស្ទាបដឹងថាមានលុយណែនកាបូបទើបត្រឹមមួយស្របក់ក៏រត់ទៅឲ្យបុរសវិញក្នុងខណៈដែលបុរសរៀបនឹងចេញឡានទៅហើយជាមួយក្រុមគ្រួសាររបស់គាត់ពូជប់សិនពូស្រុកកាបូបលុយហើយអូអីចឹងទីហើយពូអរគុណណាស់កុំអីវីវធំហើយមើលចោះសុទ្ធតែឯកសារលិខិតឆ្លងដែនសំណាងល្អណាស់ដែលឯងយកឲ្យពូវិញចុះឯងឈ្មោះអ្វីខ្ញុំឈ្មោះសុផលអរណាស់ពូឲ្យប្រាក់$100ជាសុគន្ធខ្ញុំមិនហ៊ានទទួលយកទេពូទុកវិញចុះអីចឹងឯងយក10000រៀលទៅមិនបាច់ទេពូហេតុអ្វីបានជាឯងមិនយកជីវិតខ្ញុំរកមួយថ្ងៃរស់មួយថ្ងៃមានផ្ទះសម្បែងរស់នៅតែតាមចិញ្ចើមថ្នល់បើមានលុយច្រើននាំតែមានបញ្ហាធំទេអូអីចឹងពូលាឯងសិនហើយព្រោះពូប្រញាប់ទៅស្ថានទូតរៀបចំឯកសារស្អែកពូទៅអាមេរិកវិញហើយចាំពូត្រឡប់មកលើក្រោយពូនឹងមករកឯងនិយាយចប់បុរសទាញទូរស័ព្ទដៃថតរូបសុផលទុកប៉ុន្មានខែក្រោយមកសុផលមានមិត្តភក្តិរាប់អានច្រើនដោយមិនមានអ្នករើសអើងដោយកាលពីមុនទេព្រោះមានការណែនមកពីលោកគ្រូអ្នកគ្រូពិសេសអាវីពេលត្បិតតែសុផលជាក្មេងក៏កាយធំសម្រាមជួនកាលបានអាហារពីកាកសំណល់សល់របស់ភ្ញៀវតែម្ដាយឪពុកជាអ្នកសុំទានរស់នៅយកមេឃជាដំបូលយកព្រះធរណីជាកន្ទេលសុំទានមួយថ្ងៃខាត់ស្បែកជើងមួយថ្ងៃស្ទើរមិនគ្រប់ក្រពះសម្រាប់មួយថ្ងៃពោតែសុផលហាក់ដូចជាសប្បាយចិត្តណាស់ព្រោះមានលោកគ្រូអ្នកគ្រូនិងមិត្តភក្តិអាណិតរាប់អានច្រើនមួយឆ្នាំកន្លងមកអនិកជនខ្មែរបានត្រឡប់មកម្ដងទៀត
គាត់បានទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុបបើកជាអង្គការមួយសម្រាប់សង្គ្រោះក្មេងអនាថានិងជនពិការក្រីក្រគាត់មានការសោកស្ដាយដែលរកសុផលមិនឃើញគាត់តែងតែនឹកដល់សុផលដែលជាក្មេងស្លូតត្រង់ឬបានលុយមួយកាបូបរត់យកមកឲ្យគាត់វិញគាត់បានផ្តិតរូបសុផលដាក់ក្នុងកាបូបជានិច្ចអនិកជនម្នាក់នេះត្រូវជាឪពុកមារបស់ណាវីដែលបានទៅរៀននៅបរទេសតាំងពីតូចថ្ងៃមួយនៅផ្ទះណាវីគាត់ពោលសួរមួយថាណាវីសប្តាហ៍ថ្ងៃមួយរៀនពូកែទេចាស់ពូភាសាខ្មែរមធ្យមតែគណិតវិទ្យាវិញគ្រាន់បើអ៊ីចឹងក្មួយឧស្សាហ៍អានសៀវភៅឲ្យបានច្រើនចុះមានរៀនភាសាបរទេសទេចាស់ពូខ្ញុំឆ្លៀតរៀនភាសាអង់គ្លេសដែរល្អហើយអ៊ីចឹងមកនេះពូឲ្យប្រាក់ក្មួយជាកាដូខំរៀនជាចៃដន្យណាវីក្រឡេកឃើញរូបថតសុផលនៅក្នុងកាបូបរបស់ពូខណៈនោះណាវីសួរពូថាពូហេតុអ្វីក៏ពូមានរូបថតម្នាក់នេះនៅក្នុងកាបូបពូមួយឯងស្គាល់គេម្នាក់នេះឬទេគេរៀនជាមួយខ្ញុំណាវីបានរៀបរាប់ប្រាប់នៅដំណើររឿងដែលសុផលធ្លាប់បានជួយនៅពេលមានគ្រោះថ្នាក់ចរាចរណ៍និងនិយាយអំពីជីវប្រវត្តិពីស្ថានភាពគ្រួសារដ៏កំសត់របស់សុផលរីឯពូវិញក៏បានប្រាប់ពីទង្វើល្អរបស់សុផលឲ្យណាវីស្ដាប់វិញដែរក្រោយពីដឹងសុផលតាមរយៈក្មួយហើយបុរសចំណាស់ក្នុងនាមជាប្រធានអង្គការក៏ប្រើណាវីឲ្យនាំគាត់ទៅរកសុផលដល់សាលានិងទីកន្លែងដែលគ្រួសារសុផលរស់នៅតាមចិញ្ចើមថ្នល់ក្រោមដើមឈើក្បែររោរបស់គាត់បាននាំឪពុកម្ដាយបងប្អូនសុផលព្រមទាំងយាយចាស់ជរាម្នាក់នោះយកទៅឲ្យស្នាក់អាស្រ័យទំនុកបម្រុងក្នុងមណ្ឌលអង្គការរីឯសុផលត្រូវបានរៀនសូត្រពេញម៉ោងថែមទាំងរៀនភាសាបរទេសទៀតផងក្រោមការឧបត្ថម្ភនិងអប់រំដោយអង្គការបរទេសនោះទាំងស្រុង